សួស្តី fan ទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងរបស់ admin ដែលក្នុងថ្ងៃនេះ admin នឹងយករឿងថ្មីមួយដែល admin បានមើលរួចហើយធានាថាល្អមើលតែម្ដងដោយសារតែតួឯកប្រុសរបស់យើងគឺជាថៅកែក្រុម Mafia ចំណែកឯតួឯកស្រីវិញត្រូវបានម្ដាយរបស់នាងលក់មកឲ្យក្លឹបរណ្ដៅមួយកន្លែងចង់ដឹងថាសាច់រឿងនេះបែបណា fan ទាំងអស់គ្នាមកទស្សនារឿងនេះជាមួយនឹង admin ទាំងអស់គ្នាដែលផ្ដើមនៅសាច់រឿងរបស់យើងក៏បានឃើញថាមានលោកថៅកែម្នាក់ដែលជាមេក្រុម Mafia ដែលមានឈ្មោះថាជូឈូជីងតែពេលនោះដែរនៅក្នុងក្លឹបនោះពួកគេទាំងអស់គ្នាក៏នាំគ្នាហូរឡើងដោយសារតែអ្នកប្រដាល់ម្នាក់ដែលមានឈ្មោះថាអាហាវជាមនុស្សម្នាក់ដែលប៉ិនប្រសប់និងពូកែខ្លាំងណាស់ដួលគូប្រកួតឲ្យដួលផ្ទុំទួនគ្នាគ្រាន់តែតួឲ្យប្រុសរបស់យើងបានឃើញអាហាវបដាល់សាហាវបែបនេះហើយគេក៏បាននិយាយទៅកាន់មិត្តភ័ក្តិរបស់គេថាឲ្យមិត្តភ័ក្តិរបស់គេនឹងកត់ឈ្មោះអ្នកបដាល់នេះទុកគេចង់សាកល្បងជាមួយនឹងអ្នកបដាល់នេះខ្លាំងណាស់ឥឡូវនេះយើងក៏លេចមកមើលការបដាល់របស់អាហាវវិញមនុស្សគ្រប់គ្នានាំគ្នាហូបកជ្រាវទៅសើអាហាវគ្រប់គ្នាតែម្ដងតែអាហាវបដាល់ឲ្យភ្លាមគេក៏បានទៅទាញជាមួយនឹងកៅអៅរបស់ក្មេងស្រីម្នាក់ដែលក្មេងស្រីម្នាក់នេះគឺជាតួឯកស្រីរបស់យើងដែលនាងមានឈ្មោះថាស៊ីយ៉ានដែលជាសិស្សនៅក្នុងសាកលវិទ្យាល័យមួយកន្លែងស៊ីយ៉ានព្យាយាមស្រែកដើម្បីឲ្យមានគេជួយនាងហើយឲ្យអាហាវនោះដោះលែងនាងទៅក៏ប៉ុន្តែអត់មាននរណាម្នាក់មកជួយតួឯកស្រីរបស់យើងនោះទេកាលណាពេលនោះដែរស៊ីយ៉ានក៏បានរត់ទៅបុកជាមួយនឹងតួឯកប្រុសរបស់យើងជូជីងហើយនឹងស៊ីយ៉ានក៏បានសម្លឹងមើលមុខគ្នាទៅវិញទៅមកស៊ីយ៉ានក៏បានព្យាយាមមកសំទោសទៅកាន់ជូជីងក៏ប៉ុន្តែត្រូវបានកែនៅក្នុងក្លឹបបដាល់នោះស្ដីបន្ទោសទៅឲ្យស៊ីយ៉ានថាហេតុអីបានជារត់ចេះមើលអញ្ចឹងមានដឹងអត់ថាគាត់គឺជាអ្នកណាទឹកមុខដ៏ស្លូតបូតរបស់ស៊ីយ៉ានបានធ្វើឲ្យជូជីងបេះដូងរបស់គេឡើងខ្ទេចខ្ទាំអត់ទៅហើយជូជីងក៏បានប្រាប់ទៅកាន់អ្នកគ្រប់គ្រងក្លឹបនោះថាគេមិនអីនោះទេពេលនោះយើងក៏បានឃើញថាអ្នកដែលនៅក្នុងក្លឹបបដាល់ហ្នឹងគេក៏បានចាប់តួឯកស្រីរបស់យើងដើម្បីនាំនាងចាក់ចេញពីទីកន្លែងនោះគណៈពេលនោះដែរបងអូនប្រុសរបស់តួឯកប្រុសយើងហ្នឹងក៏បាននិយាយទៅកាន់បងប្រុសរបស់គេថានាងគ្រាន់តែជាសិស្សនៅសាកលវិទ្យាល័យបើសិនជាតាមខ្ញុំមើលទៅនាងគឺនៅស្អាតស្អំគណៈពេលនោះតួឯកប្រុសរបស់យើងក៏បានសួរទៅកាន់អ្នកគ្រប់គ្រងក្លឹបបដាល់ថាតើនាងគឺជាអ្នកណាម្ចាស់នៃក្លឹបបដាល់នោះក៏បានប្រាប់ទៅកាន់តួឯកប្រុសថានាងគឺត្រូវបានម្ដាយរបស់នាងនឹងយកមកលក់កាលពីយប់មុនសាររបស់នាងគឺក្រីក្រខ្លាំងណាស់ដោយសារតែជីវភាពតើបានជានាងត្រូវធ្វើការនៅទីនេះដើម្បីដោះបំណុលឥឡូវនេះយើងក៏លេចមកមើលអាហាវវិញបានផ្ដួលទៅកាន់គូប្រកួតរបស់គេម្នាក់ហើយម្នាក់ទៀតដែលធ្វើឲ្យអាហាវមានឈ្មោះល្បីនៅក្នុងក្លឹបបដាល់នេះយ៉ាងខ្លាំងអាហាវកំពុងតែមានមោទនភាពចំពោះខ្លួនឯងមួយសន្ទុះក្រោយមកម្ចាស់នៃក្លឹបបដាល់នោះក៏បានប្រកាសថាបើសិនជានរណាម្នាក់អាចវាយឈ្នះអាហាវបានពួកគេនឹងធ្វើការដាក់ភ្នាល់ដែលយកតួឯកស្រីរបស់យើងដ៏ស្រស់ស្អាតមួយនេះមកធ្វើជាធ្នូនៅក្នុងការប្រដាល់សួស្ដីអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអាចវាយឈ្នះជាមួយនឹងអ្នកប្រដាល់ជើងឯកនៅក្នុងក្លឹបរបស់យើងដែលមានឈ្មោះថាអាហាវបានអ្នកទាំងអស់គ្នានឹងបានមួយយប់ដែលជារាត្រីទឹកខ្មុំតបផ្អែមល្ហែមជាមួយនឹងនារីដ៏ស្រស់ស្អាតរបស់យើងនៅក្នុងក្លឹបនេះអ្នកផ្សេងទៀតពួកគេក៏នាំគ្នានិយាយថាគ្មាននរណាម្នាក់អាចយកឈ្នះអាហាវបាននោះទេអាហាវវាយតែម្ដាយគឺសន្លប់បាត់បង់ស្មារតីតែម្ដងចំណែកជូជីក៏បានស្ដាប់ឮពួកគេទាំងអស់គ្នានិយាយដែរក្រោយពីអាណិតទៅដល់តួឯកស្រីរបស់យើងខ្លាំងពេកជូជីក៏បានផឹកស្រាមួយកែវបន្ទាប់មកតួឯកប្រុសរបស់យើងក៏បានឡើងប្រដាល់ជាមួយនឹងអាហាវតែម្ដងបងហ្វេនទាំងអស់គ្នាបើសិនជាចូលចិត្តចំពោះរឿងនេះហ្វេនទាំងអស់គ្នា comment ម្នាក់មួយ admin នឹងសម្រាយរឿងនេះឲ្យជូនទៅកាន់ fan ទាំងអស់គ្នារហូតដល់ចប់ឥឡូវចូលមកដល់សាច់រឿងរបស់យើងតួឯកប្រុសរបស់យើងក៏បានលាត់ដៃអាវរបស់គេចូលទៅប្រកួតជាមួយនឹងអាហាវកន្ទុយភ្នែករបស់គេក៏បានសម្លឹងមើលមកកាន់តួឯកស្រីរបស់យើងតាន់ស៊ីយ៉ានគណៈពេលនោះដែរស៊ីយ៉ានក៏បានសម្លឹងមើលមកបុរសដែលជាតួឯកនោះឥឡូវនេះយើងក៏បានឃើញថាជូជីក៏បានឡើងមកដល់កន្លែងសាយវៀនប្រដាល់តែសាច់រឿងរបស់យើងក៏បានឃើញថាអាហាវកំពុងតែមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់គេក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងថានាងគឺជាមនុស្សម្នាក់ដែលគេស្រឡាញ់អស់រយៈពេលជាយូរមកហើយក្នុងយប់នេះគឺគេមិនអាចឲ្យតួឯកប្រុសរបស់យើងបានរស់នៅជាមួយនឹងនាងនោះទេយប់ដំបូងនេះគួរតែគេគឺជាមនុស្សម្នាក់គត់ដែលបានដេកជាមួយនឹងតួឯកស្រីរបស់យើងក៏ប៉ុន្តែមិនថាអាហាវនិយាយបែបណាក៏តួឯកប្រុសរបស់យើងអត់ខ្វល់ដែរក្រោយពីគ្រឹះជាមួយនឹងតួឯកប្រុសរបស់យើងខ្លាំងពេកអាហាវក៏បានបញ្ចេញជាមួយនឹងកណ្ដាប់ដៃរបស់គេដាក់ទៅកាន់តួឯកប្រុសរបស់យើងក៏ប៉ុន្តែត្រូវបានតួឯកប្រុសកិច្ចទាន់ហើយក៏បានយកកណ្ដាប់ដៃរបស់គេនឹងវាយអាហាវរហូតដល់បែកទឹកខ្ចាយតែម្ដងណាបន្ទាប់មកអាហាវក៏បានដួលសន្លប់នៅលើសាយវៀននោះហើយមនុស្សគ្រប់គ្នាក៏នាំគ្នាហូរកញ្ជ្រៀវដែលគឺស្នាដៃរបស់តួឯកប្រុសយើងពិតជាអស្ចារ្យខ្លាំងណាស់មេអាប៊ីតក៏បានឡើងប្រកាសថាតួឯកប្រុសរបស់យើងជូជីគឺជាអ្នកដែលទទួលបានជ័យជំនះគណៈពេលនោះយើងក៏បានឃើញថាតួឯកស្រីរបស់យើងស៊ីយ៉ានក៏បានយកកសែងមកឲ្យតួឯកប្រុសដែលនិយាយថាអរគុណច្រើនហើយលោកបានសង្គ្រោះខ្ញុំពីអាហាវមិនអស់ចិត្តនោះទេគេក៏បាននិយាយបងប្រុសរបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងនៅទីនេះឯងកុំសង្ឃឹមថាឯងអាចយកមនុស្សស្រីដែលខ្ញុំស្រឡាញ់បានទៅឲ្យសោះជូជីអត់ខ្វល់នោះទេគេក៏បានប្រាប់ទៅកាន់អាហាវថាមនុស្សស្រីដែលគេចង់បានហើយគ្មាននរណាម្នាក់អាចដណ្ដើមឡើយបន្ទាប់មកសាច់រឿងរបស់យើងក៏បានឃើញថាតួឯកប្រុសរបស់យើងជូជីក៏បានចាប់អោបតួឯកស្រីបន្ទាប់មកគេក៏បានចាប់បបោមាត់របស់តួឯកស្រីរបស់យើងថាដល់ថ្នមថ្នមត្រង់កន្លែងនេះគឺ sweet ខ្លាំងណាស់ fan តួឯកប្រុសរបស់យើងមិនបានខ្វល់ជាមួយនឹងសម្ដីរបស់អាហាវនោះទេអាហាវក៏បានបញ្ជាកូនចៅរបស់គេឲ្យទៅដណ្ដើមតួឯកស្រីរបស់យើងចេញពីតួឯកប្រុសក៏ប៉ុន្តែគណៈពេលនោះដែរយើងក៏បានឃើញថាកូនចៅរបស់តួឯកប្រុសយើងក៏មិននៅស្ងៀមដែរពេលនោះពួកគេក៏កំពុងតែវាយប្រទាបបន្តគ្នា
ក៏ប៉ុន្តែតួឯកប្រុសរបស់យើងបែរជាមិនខ្វល់នៅតែឲ្យតួឯកស្រីរបស់យើងជាប់ហើយនឹងខំបបោមាត់ដល់សតុនរបស់នាងផងដែរហ្វេនទាំងអស់គ្នាសាច់រឿងរបស់យើងគឺល្អមើលខ្លាំងណាស់កុំភ្លេច comment ម្នាក់មួយបើសិនជាចង់បានរឿងនេះនៅក្នុងភាពបន្តតាន់ស៊ីយ៉ានមានក៏បានរិនតួឯកប្រុសរបស់យើងឲ្យចេញណាពេលនោះម្ចាស់ក្លឹបក៏បានមកសុំទោសតួឯកប្រុសរបស់យើង